You will learn to read the basic Khmer words that end with consonant to, banta, and words that end with consonant no, banta. Banta is a mark that is written above the final consonant of a syllable to shorten a long vowel or to shorten a sound. Let's begin with words that end with to, banta, as in word កាត់ ក អា កា និង ត កាត់ បន្តមួយ កាត់ កាត់ to cut កាត់ in a sentence I cut the cake in half ខ្ញុំបានកាត់នំខេកជាពាក់កណ្ដាលខ្ញុំបានកាត់នំខេកជាពាក់កណ្ដាលខ្ញុំ is I បានកាត់ to mean cut in the past tense នំខេក is the cake នំខេកជាពាក់កណ្ដាល to mean in half ជាពាក់កណ្ដាល one more time ខ្ញុំបានកាត់នំខេកជាពាក់កណ្ដាលខ្ញុំបានកាត់នំខេកជាពាក់កណ្ដាល The next word បាត់ ប អា បា និង ត បាត បន្តមួយ បាត់ បាត់ to mean lost បាត់ in a sentence I've lost the car keys ខ្ញុំបាត់សាវឡានខ្ញុំបាត់សាវឡានខ្ញុំបាត់ to mean I've lost សាវឡាន is the car keys one more time ខ្ញុំបាត់សាវឡានខ្ញុំបាត់សាវឡាន The next word គាត់ ក អៀ គៀ និង ត គៀត បន្តមួយ គាត់ គាត់ is a subject pronoun he គាត់ in a sentence he went to the store in Khmer គាត់បានទៅហាងគាត់បានទៅហាងគាត់ is he បានទៅ to mean went to in the past tense បានទៅហាង to mean the store one more time គាត់បានទៅហាងគាត់បានទៅហាង The next word ទាត់ ត អៀ ទា និង ត ទៀត បន្តមួយ ទាត់ ទាត់ to kick ទាត់ in a sentence he kicked the ball away គាត់
បានទាត់បាល់ចេញគាត់បានទាត់បាល់ចេញគាត់ is he បានទាត់ to mean kicked in the past tense បានទាត់ ball is the ball ball ចេញ is to mean away គាត់បានទាត់បាល់ចេញគាត់បានទាត់បាល់ចេញ The next word សំពត់សអំសំពនិងតពតបន្តមួយពុតសំពត់ is a skirt សំពត់ in a sentence she was wearing a short skirt in ខ្មែរនាងកំពុងស្លៀកសំពត់ខ្លីនាងកំពុងស្លៀកសំពត់ខ្លីនាង is she កំពុងស្លៀក to mean was wearing សំពត់ខ្លី is a short skirt សំពត់ខ្លី one more time នាងកំពុងស្លៀកសំពត់ខ្លីនាងកំពុងស្លៀកសំពត់ខ្លី Then let's move on to the words that end with consonant no បន្ត as in word កាន់កអាកានិងណកានបន្តមួយកាន់កាន់ to hold or carry in hand កាន់កាន់ in a sentence Can you hold my bag for me in ខ្មែរតើអ្នកអាចកាន់កាបូបឲ្យខ្ញុំបានទេតើអ្នកអាចកាន់កាបូបឲ្យខ្ញុំបានទេតើអ្នកអាច blah 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 បានទេ to mean can you កាន់កាបូប to mean hold my bag កាន់កាបូបឲ្យខ្ញុំ to mean for me បានទេ one more time តើអ្នកអាចកាន់កាបូបឲ្យខ្ញុំបានទេអ្នកអាចកាន់កាបូបឲ្យខ្ញុំបានទេ The next word ឆាន់ឆអាឆានិងណឆានបន្តមួយឆាន់ឆាន់ to mean eat but it's used only for monks ឆាន់ in a sentence monks eat breakfast in ខ្មែរព្រះសង្ឃឆាន់អាហារពេលព្រឹកព្រះសង្ឃឆាន់អាហារពេលព្រឹកព្រះសង្ឃ is monks ឆាន់ to mean eat that used only for monks the word ឆាន់ here
ពេលព្រឹក is breakfast អាហារពេលព្រឹក one more time ព្រះសង្ឃឆាន់អាហារពេលព្រឹក ព្រះសង្ឃឆាន់អាហារពេលព្រឹក the next word មេមាន់ មអេមេមអៀមៀនិងណមានបន្តមួយមាន់មេមាន់មេមាន់ is a hen chicken មេមាន់ in a sentence do you have a hen in Khmer តើអ្នកមានមេមាន់មួយទេតើអ្នកមានមេមាន់មួយទេតើអ្នកមាន blah 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 ទេ to mean do you have blah 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 មេមាន់មួយ is a hen chicken a hen មេមាន់មួយ អ្នកមានមេមាន់ទេ the next word ពាន់ពអៀពៀនិងណពៀនបន្តមួយពាន់ពាន់ is thousand ពាន់ in a sentence she died in 2000 នាងបានស្លាប់នៅឆ្នាំ2000នាងបានស្លាប់នៅឆ្នាំ2000នាង is she បានស្លាប់ to mean die in the past tense នៅឆ្នាំ2000 is in 2000នៅឆ្នាំ2000នាងបានស្លាប់នៅឆ្នាំ2000 the last word ទឹកជំនន់តអ៊ឺទឺនិងកទឹកចអ៊ុំជុំណនិងណននបន្តមួយនុនទឹកជំនន់ទឹកជំនន់ is a flood ទឹកជំនន់ in a sentence the bridge was destroyed by the flood ស្ពានត្រូវបានបំផ្លាញដោយទឹកជំនន់ស្ពានត្រូវបានបំផ្លាញដោយទឹកជំនន់ស្ពាន is the bridge ត្រូវបានបំផ្លាញ to mean was destroyed ដោយទឹកជំនន់ is by the flood one more time ស្ពានត្រូវបានបំផ្លាញដោយទឹកជំនន់ស្ពានត្រូវបានបំផ្លាញដោយទឹកជំនន់